មន្ត្រីនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជានៅយប់ថ្ងៃទី17ខែតុលាឆ្នាំ2025បានបញ្ជូនជនជាតិកូរ៉េសរុបចំនួន64នាក់ក្នុងនោះមានស្ត្រី5នាក់ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញដើម្បីឲ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េចាត់វិធានការនិងអនុវត្តនីតិវិធីបន្តលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថាកបឆបបានបញ្ជាក់ថាការបញ្ជូនជនជាតិបរទេសឲ្យត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញគឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់និងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាហើយដែលក្រសួងស្ថាប័នសមត្ថកិច្ចជំនាញតែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះកន្លងមកកម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន180នាក់ឲ្យត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញរួចមកហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែបានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េដើម្បីមកទទួលជនជាតិរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យត្រឡប់ទៅប្រទេសខ្លួនវិញដើម្បីបន្តចាត់វិធានការជាងនេះទៀតរាជរដ្ឋាភិបាលកម្ពុជាតាមរយៈលេខាធិការដ្ឋានកបឆបបានស្នើសុំកិច្ចសហការជាមួយសមត្ថកិច្ចជំនាញនៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅដើម្បីឆ្ពោះទៅវេកមុខបណ្ដាញអង្គការចាត់តាំងនិងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះដោយផ្អែកលើវត្ថុតាងដែលអាជ្ញាធរកម្ពុជារឹបអូសបានក្នុងប្រតិបត្តិការពីបណ្ដារាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជាសូមរំលឹកជូនថាក្នុងរយៈពេល4ខែចុងក្រោយឆ្នាំ2025គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋានកបឆបបានចុះពិនិត្យទីតាំងសង្ស័យនិងបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមគោលដៅចំនួន92ទីតាំងក្នុង18រាជធានីខេត្តជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបប្រមាណ3455នាក់មានចំនួន20សញ្ជាតិជាមួយគ្នានេះសមត្ថកិច្ចជំនាញបានបន្តនីតិវិធីចំពោះ10សំណុំរឿងធំក្នុងចំណោមសំណុំរឿងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញនៅរាជធានីភ្នំពេញខេត្តកណ្ដាលព្រះសីហនុនិងខេត្តកំពតដោយបានបញ្ជូនមុខសញ្ញាមេខ្លោងនិងបកពួកសរុបចំនួន75នាក់ស្រីចំនួន5នាក់ទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមានទន្ទឹមនេះជនបរទេសចំនួន2825នាក់ក្នុងនោះស្ត្រីចំនួន476នាក់ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាខណៈសមត្ថកិច្ចក៏បានជួយសង្គ្រោះជនរងគ្រោះឲ្យរួចផុតពីអំពើជួញដូរនិងបានបំបែកបណ្ដាញឧក្រិដ្ឋជនឆបោកនិងសម្បុកនៃការជួញដូរមនុស្សផងដែរលទ្ធផលដែលទទួលបានខាងលើនេះបានបង្ហាញឲ្យឃើញនៅឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តក្នុងការបោះសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជាខណៈដែលប្រទេសកម្ពុជាក៏ជាប្រទេសរងគ្រោះអំពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី14ខែកក្កដាឆ្នាំ2025បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយសម្ដេចបានដាក់ឲ្យអនុវត្តនៅបទបញ្ជាចំនួន9ចំណុចសំខាន់ក្នុងនោះសម្ដេចធិបតីបានសង្កត់ធ្ងន់ថាអភិបាលនៃគណៈអភិបាលរាជធានីខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តស្នងការនគរបាលរាជធានីខេត្តមេបញ្ជាការបណ្ដាអង្គភាពនិងក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់និងដោយទទួលខុសត្រូវការមិនអនុវត្តតាមបទបញ្ជាឬមិនសហការអនុវត្តក្នុងរូបភាពណាមួយត្រូវជាកម្មវត្ថុនៃការវិតម្លៃក្នុងការតែងតាំងផ្លាស់ប្ដូរឬបញ្ចប់មុខតំណែងសូមបញ្ជាក់ថាក្នុងក្របខ័ណ្ឌយុទ្ធនាការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លាំងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ